ថ្ងៃនេះដែរខ្ញុំមានប្លង់មួយគឺប្លង់ផ្លូវខ្ញុំត្រូវរៀបចំចាប់ផនឲ្យស្វ័យដើម្បីដាក់ទីតាំងផ្លូវអញ្ចឹងមុនយើងដាក់ទីតាំងផ្លូវបានយើងត្រូវមានផនព្រំដីដែលខាងរដ្ឋឬក៏ក្រសួងដែនដីគេបានផ្ដល់ឲ្យយើងអញ្ចឹងខ្ញុំមានពីប្លង់ចាស់អញ្ចឹងដើម្បីដាក់វាបានគឺយើងចូលទៅប្លង់ចាស់នេះហើយប្លង់នេះដែរគឺជាប្លង់ផាត1ជាអគារចាស់ហើយផ្លូវដែលខ្ញុំត្រូវរៀបចំចាប់ផនឲ្យសវេហ្នឹងគឺជាផាត2អគារថ្មីដែលកំពុងសាងសង់ហើយផ្លូវហ្នឹងដែរខ្ញុំត្រូវរៀបចំចាប់ពីឥឡូវទៅដើម្បីឲ្យថ្ងៃទី1 ខែ 5ហ្នឹងខាងសវេគាត់ដាក់ផនឲ្យគេដាក់ទីតាំងផ្លូវហ្នឹងឲ្យគេហើយឲ្យគេចូលទៅផ្លូវនឹងបានចឹងមុនខ្ញុំរៀបចំខ្ញុំត្រូវ select delete អាណាដែលវាអត់ត្រូវការចេញហើយឥឡូវហ្នឹងខ្ញុំឆែកមើលទៅសល់ថាវាមានទីតាំងណាមួយដែលយើងត្រូវចាប់មូលវាមកដើម្បី select វាមកត្រូវគ្នាយើងត្រូវរកទីតាំងហើយដើម្បីយើងយកអាប្លង់ផ្លូវនឹងមកភ្ជាន់ជាមួយអានឹងទៅហើយយើងមានទីតាំងមួយដែលចាប់ទៅវាត្រូវឥឡូវខ្ញុំចូលទៅ part 2ខ្ញុំរកអាប្លង់ផ្លូវហ្នឹងដើម្បីយកមកភ្ជាន់ជាមួយគ្នាហើយចឹងខ្ញុំចូលទៅប្លង់ part 2ហើយប្លង់ part 2នេះដែរគឺវាមាន section ច្រើនចឹងខ្ញុំលុប section ចេញខ្លះបើបងប្អូនអត់លុបក៏អត់អីដែរព្រោះខ្ញុំលុបហ្នឹងដោយសារកុំព្យូទ័រខ្ញុំវាgraphic card វាទូចចឹងវាក្តៅធ្វើឲ្យគៀងកុំព្យូទ័រខ្ញុំចឹងខ្ញុំលុបចេញខ្លះអាណាដែលខ្ញុំអត់ត្រូវការខ្ញុំយកតែផ្លូវហើយនឹងទៅខ្ញុំយកតែទីតាំងផ្លូវទេអាណាដែលត្រូវការដូចជារូបអគារមិញហ្នឹងគឺខ្ញុំអត់យកទៅខ្ញុំ delete វាចេញសិនហើយខ្ញុំយកតែទីតាំងផ្លូវដើម្បីយកទៅដាក់ភ្ជាន់ជាមួយអាប្លង់មុនហ្នឹងអាប្លង់ដែលមានផនដែលខាងរដ្ឋគេផ្ដល់ឲ្យហើយប៉ុណ្ណឹងដែរយើងយកមកពីរដ្ឋគឺដើម្បីវារំអៀងវាត្រូវកុំឲ្យពេលយើងដាក់ទៅវាខុសទីតាំងវាចូលផ្លូវរដ្ឋឬក៏ចូលដីគេអញ្ចឹងពេលរដ្ឋគាត់ផ្ដល់ឲ្យគឺគាត់ត្រូវទៅតាមទីតាំងដីដែលយើងមានអញ្ចឹងក្នុងហ្នឹងគឺឥឡូវខ្ញុំ select យកតាក្នុងផ្លូវហើយប្រព័ន្ធលូខ្ញុំយកប្រព័ន្ធលូហើយនឹងផ្លូវហើយនឹងខើបខាងមុខកាឡាខាងមុខហើយនឹង section ផ្សេងដែលជាចាំបាច់គឺខ្ញុំដាក់ទៅហើយអាណាអត់ចាំបាច់គឺខ្ញុំមិនដាក់ទៅទេទៅធ្វើវាគៀងកុំព្យូទ័រខ្ញុំដែរវាច្រើនពេកធ្វើឲ្យក្តៅកុំព្យូទ័រខ្ញុំបើកុំព្យូទ័របងប្អូន graphic card ធំគឺវាអត់អីទេកុំព្យូទ័រខ្ញុំវា graphic card វាទូចដែរអញ្ចឹងវាធ្វើឲ្យក្តៅគៀងកុំព្យូទ័រខ្ញុំឥឡូវហ្នឹងខ្ញុំលេចវាហើយខ្ញុំឆែកមើលអាណាដែលខ្ញុំត្រូវការហើយខ្ញុំ select អស់ហើយខ្ញុំ control C ខ្ញុំ control C ហើយខ្ញុំចូលទៅកាន់ប្លង់ដែលមានផនខ្ញុំចូលទៅនឹងហើយឥឡូវខ្ញុំមើលទីតាំងដែលខ្ញុំត្រូវ move វាអញ្ចឹងយើងដឹងទីតាំងវាហើយពេលយើង control V ពេលយើង move ទៅអាទីតាំងសរហ្នឹងដើម្បីឲ្យវាស៊ីគ្នាអញ្ចឹងយើងដាក់ទៅវាអត់ត្រូវទៅតាមអគារចាស់យើងទេព្រោះផ្លូវហ្នឹងវានៅជាប់ជាមួយអគារចាស់អញ្ចឹងយើងមានទីតាំងមួយដែលវាមានជ្រុងដើម្បីចាប់វាទៅវាស៊ីគ្នាឥឡូវផងយើងវាអត់ប៉ុនគ្នាទេ
ចឹងបើប្លង់យើងប៉ុណ្ណេះយើងត្រូវធ្វើបែបម៉េចដើម្បីវាបានប៉ុណ្ណេះចឹងយើងដើម្បីធ្វើឲ្យវាប៉ុណ្ណេះយើង scale មកហើយយើង scale យើងវាយ SC ហើយ scale យើងយក1000មកយើងវាយ1000មកហើយវានឹង scale ឲ្យយើងប៉ុណ្ណឹងប្លង់ផងយើងវាយតែ1000មកហើយឥឡូវវាប៉ុណ្ណឹងចឹងវាប៉ុណ្ណឹងហើយយើងត្រូវធ្វើមួយទៀតដើម្បីឲ្យវាត្រូវគ្នាដើម្បីឲ្យភ្ជាប់ទៅវាត្រូវគ្នាហើយយើងដូចខ្ញុំប្រាប់មិញចឹងគឺដើម្បីឲ្យវាត្រូវគ្នាយើងត្រូវអាទីតាំងដែលមានគែមហ្នឹងមកអាទីតាំងដែលមានគែមគឺទីតាំងនេះហើយយើងមូវាមកហើយយើងចុចកន្លែងជ្រុងមកហើយយើងមូទៅអក្សរហ្នឹងមកដើម្បីឲ្យវាត្រូវគ្នាចឹងដល់ពេលចឹងទៅវានឹងអាគារចាស់និងអាគារថ្មីហើយផ្លូវដែលវានៅទីតាំងហ្នឹងវានឹងត្រូវគ្នាចឹងឥឡូវយើងមូវាមកហើយយើងឆែកវាហើយវាត្រូវតាមអ្វីដែលក្នុងប្លង់នឹងអស់នៅមកពេលយើងsaveវាទៅក្នុង log ទៅវាខុសគ្នាខ្ញុំមើលទៅវាដូចជាវាមិនខុសអីទេគឺវាត្រឹមត្រូវអស់ហើយទីតាំងផ្លូវទីតាំងអាគារចាស់អាគារថ្មីគឺវាត្រូវហើយហើយខ្ញុំ save វាហ្នឹងយើង save blog ហើយយើង save ជា blog រួចហើយឥឡូវយើងមកឆែកមើលខាងក្រៅទៀតគឺវាត្រូវទៅតាមអាគារចាស់របស់យើងហើយ part 2និង part 1គឺត្រូវគ្នាហើយផ្លូវត្រូវគ្នាដែរឥឡូវអានេះគឺ point ចាស់វាអត់ត្រូវការទេគឺខ្ញុំ select លុបវាចោលទៅឆែកមើលវាត្រូវហើយបើវាត្រូវហើយយើងអាចនឹងចាប់ point វាបានហើយអញ្ចឹងប្លង់មួយនេះវាមាន point ព្រំដីដែលរត់វាបានផ្ដល់ឲ្យហើយអញ្ចឹងយើងអាចធ្វើការចាប់ point នឹងបានហើយឥឡូវខ្ញុំវាយ AP ដើម្បីយក comment លើ x y យកមកចូលនៅក្នុង AutoCAD y ហ្នឹងគឺយើងបាញ់ point វាទៅតាមដែលយើងត្រូវការខ្ញុំប្រើ x y ហ្នឹងដើម្បីចាប់ហើយខ្ញុំវាយ comment x y ហើយខ្ញុំចាប់យកទ្រូងផ្លូវហើយខ្ញុំចាប់យកទ្រូងផ្លូវហ្នឹងដើម្បីងាយស្រួលយើងយកអាកដាលហ្នឹងគឺជាទ្រូងផ្លូវហើយយើងចាប់ត្រង់ហ្នឹងហើយដល់ពេលដល់ជាងគាត់ធ្វើស្វេក៏បាញ់ point ឲ្យហើយជាងគាត់ធ្វើគាត់ចាក់ពេលអាទ្រូងផ្លូវហ្នឹងមកប្រហែលម៉ែត្រហើយទៅខាងនោះប្រហែលម៉ែត្រចឹងរួចយើងចាប់ទៅទ្រូងផ្លូវទៅត្រង់រហូតទៅហើយយើងចាប់ហ្នឹងយើងចាប់3ម៉ែត្រ1ឬក៏4ម៉ែត្រ1ទៅកុំចាប់និចពេកតែចាប់និចពេកគឺវាអត់ជាបញ្ហាអីទេប៉ុន្តែសវេគាត់បាញ់ច្រើនបាញ់ point ច្រើនអត់មានហើយទេអញ្ចឹងដើម្បីឲ្យការងារនេះវាធ្វើបានលឿនវាយើងកុំបាញ់និចពេកជាង3ម៉ែត្រ1ទៅហើយវីដេអូហ្នឹងក៏អត់មានច្រើនទេមានតែប៉ុណ្្នឹងហើយកន្លែងណាតែខ្ញុំចេះហើយខ្ញុំធ្វើខ្ញុំនឹងធ្វើជាវីដេអូប្រាប់ហើយបើមានកន្លែងណាខុសឆ្គងសូមកុំកែប្រកាន់ព្រោះខ្ញុំគ្រាន់តែធ្វើវីដេអូប្រាប់ពីអ្វីដែលខ្ញុំចេះទៅសូមអរគុណ